Hello អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងកំ pl ែង Search ជពោះចំណងជើងថាគ្រូទាបោកប៉ះខ្មោចលង The Fake Medium and the Motorbike Ghost តួអង្គគោប្រចាំភូមិមានដូចជាអាភីដើរតួជាគ្រូទាបោកស៊ីជាអ្នកដើរបោកស៊ីតាមភូមិចូលចិត្តធួចចរិតជន់រូបដើម្បីបានផឹកស្រា free និងស៊ីមាន់ដុតតាមពិតទៅជាមនុស្សខ្លាចខ្មោចបំផុតគ្រាន់តែអួតចង់បានអីស៊ីប៉ុណ្ណោះអាខ្មៅដើរតួជាអ្នកលេងសើចជាមិត្តភក្តិដៃដល់របស់អាភីដែលធឿនទ្រាំនឹងចរិតអួតរបស់ហៀគាត់ជាអ្នករៀបគម្រោងនិងជាអ្នកបញ្ជាធុងបាសបន្លាចខ្មោចអាទឿដើរតួជាខ្មោចកណាត់សជាមនុស្សមៀតល្អិតរហ័សរហួននិងជាអ្នកទទួលតួនាទីគ្រប់ភួយសធ្វើជាខ្មោចលងអាភីឲ្យបះជើងមីងស្រីដើរតួជាអ្នកជឿគ្រូទាអ្នកភូមិដែលស្លួតត្រង់និងជាអ្នកផ្ដល់ចំណីឲ្យអាភីបោកស៊ីរាល់ថ្ងៃព្រោះជឿលើបារមីខ្លាំងខ្លាយត្រៀមក្រពះសอยទាំងអស់គ្នា Let's go អាភីដើរចូលភូមិទៀងរឹកពាអួតអាងហាក់ដូចជាមានបារមីកាន់ខ្លួនខ្លាំងណាស់គាត់និយមពាក់ខ្សែគោពេញកនិងកាន់ឈើច្រត់ធ្វើរឹកដោយគ្រូធំអ្នកភូមិខ្លាក់មើលមកហួសចិត្តខ្លាក់ពីតក៏ចាញ់បោកតាមពាអួតរបស់គាត់យ៉ាងខ្លាំងអាភីទៅជួបមីងស្រីដើម្បីទាមន្តដុតនិងស្រាព្រោះថាបារមីរបស់គាត់កំពុងតែឃ្លានគាត់ប្រាប់មីងស្រីថាបើមិនថ្វាយទេនឹងមានគ្រោះថ្នាក់ធំក្នុងផ្ទះមិនខានមីងស្រីភ័យពេកក៏ប្រញាប់ទៅទិញមន្តដុតមកថ្វាយភ្លាមតែម្ដងអាខ្មៅនិងអាទឿអង្គុយមើលពីចម្ងាយទាំងកម្ដៅក្រហាយចង់តែទៅវៃអាភីឲ្យបែកក្បាលព្រោះការអួតពេកពួកគេដឹងច្បាស់ថាអាភីគ្មានបារមីអីទេគឺមានតែបារមីក្រពះដែលឃ្លានតែស្រានិងមន្តដុតប៉ុណ្ណោះពួកគេក៏ចាប់ផ្ដើមរៀបគម្រោងសងសឹកអាភីម្ដងអាខ្មៅទៅរកទិញភួយសមួយធំនិងធុងបាស Bluetooth ដើម្បីត្រៀមធ្វើជាខ្មោចលងនៅពេលយប់អាទឿវិញរត់ទៅរកម៉ូតូកែច្នៃដែលអាចបញ្ជាពីចម្ងាយបានដើម្បីឲ្យមើលទៅដូចខ្មោចជិះម៉ូតូពួកគេសើចសប្បាយចិត្តជាមួយល្បិចដ៏លយមួយនេះបំផុតអាភីចាប់ដាវផឹកស្រាសិននិងស៊ីមាន់ដុតក្រោមដើមឈើធំម្នាក់ឯងទាំងអារម្មណ៍កក់ក្ដៅគាត់សើចកក់កើកម្នាក់ឯងគិតថាខ្លួនឯងពូកែបោកអ្នកភូមិបានសម្រេចរាល់ដងគាត់មិនដឹងខ្លួនទេថាមិត្តភក្តិរបស់គាត់កំពុងលបមើលពីក្រោមដើមចេកពេលមេឃចាប់ផ្ដើមងឹតស្លុបអាភីចាប់ផ្ដើមមានអារម្មណ៍ថាព្រឺរំខ្នងប្លែកខុសពីធម្មតាគាត់ព្យាយាមផឹកស្រាបង្កើនភាពក្លាហានតែដៃរបស់គាត់ញ័រទៅត្រឿតយ៉ាងខ្លាំងគាត់និយាយទីតិចម្នាក់ឯងថាគុំមុខបន្លាចអញអញគ្រាន់តែរកស៊ីចិញ្ចឹមកប៉ែទេអាខ្មៅចាប់ផ្ដើមបើកសម្លេងខ្មៅយំតាមធុងបាស Bluetooth ដែលលាក់ខឹងកំពតព្រៃក្បែរនោះសម្លេងនោះលឺខ្លាំងហើយវែងធ្វើឲ្យអាភីស្ទើរតែលេចនោមដាក់ខោនៅកន្លែងនោះអាភីងាកឆ្វេងងាកស្ដាំរកមើលប្រភពសម្លេងតែមើលមិនឃើញអ្វីសោះស្រាប់តែម៉ូតូបញ្ជារបស់អាខ្មៅចាប់ផ្ដើមបើកកាត់មុខអាភីយឺតទាំងគ្មានមនុស្សជីអាភីបើកភ្នែកធំស្រែកមិនចេញព្រោះភ័យពេកហាក់ដូចជាមានអីមកស្លាក់ในវងពងកគាត់គិតក្នុងចិត្តថាថ្ងៃនេះប្រហែលជាត្រូវខ្មៅជិះម៉ូតូដេញខំស្លាប់មិនខានអាទឿដែលគ្រប់ភួយសពីលើក្បាលចាប់ផ្ដើមលូនចេញពីក្រោយដើមឈើធំយឺតដូចខ្មោចក្នុងរឿងថៃអាទឿធ្វើសំឡេងហាក់ដូចជាខឹងសម្បានឹងអាភីខ្លាំងណាស់ដែលដើរបោកគេអាភីភ័យរហូតធ្លាក់ដបស្រាពីដៃបែកខ្ចីពេញដីអាភីព្យាយាមធ្វើចិត្តឲ្យក្លាហានក៏ដោះស្បែកជើងជ័ររបស់គាត់រួចលើកបង្ហាញខ្មោចនោះគាត់ស្រែកសន្ថប់ថាកុំមកចិត្តអញបារមីអញខ្លាំងណាស់បើមិនថយទេអញនឹងវាយឲ្យបែកក្បាលតែតាមពិតជើងរបស់គាត់កំពុងតែញ័ររហូតដល់ទប់ខ្លួនស្ទើរតែមិនជាប់ខ្មោចភួយសោះរបស់អាទឿស្រាប់តែស្រែកជាអាភីជាភាសាស្លែងយុវវ័យសម័យថ្មីយ៉ាងខ្លាំងអាភីឆ្ងល់ថាហេតុអីខ្មោចសម័យនេះចេះជេរដោយមនុស្សធម្មតាអញ្ចឹងសោះតែការភ័យខ្លាចមានច្រើនជាងការសង្ស័យគាត់ក៏ចាប់ផ្ដើមថយក្រោយយឺតអាខ្មៅដែលនៅពីក្រោយដើមឈើបញ្ជាឲ្យម៉ូតូខ្មោចបើកសម្ដៅទៅរកអាភីឲ្យកាន់តែជិតពលឺភ្លើងម៉ូតូបញ្ចាំងចំមុខអាភីធ្វើឲ្យគាត់ស្រឡាញ់កាំងមើលអ្វីមិនយល់ទាល់តែសោះគាត់ស្មានតែបារមីខឹងនឹងគាត់ដែលមិនចៃមាន់ដុតឲ្យស៊ីក៏មកលងបន្លាយអាភីចាប់ផ្ដើមរត់ប្រាសអាយុទៅក្រោយតែត្រូវចំពោះជើងនឹងឫសឈើដួលផ្ងាយជើងទើបនឹងដីខ្មោចភួយសរត់បាច់ចិត្តហើយចាប់ទាញជើងអាភីធ្វើឲ្យគាត់ស្រែកផ្អើលអស់អ្នកភូមិគាត់យំផងសំពះផងសូមឲ្យខ្មោចលែងគាត់ទៅតាមសម្រួលអាភីក្រោកឈរឡើងរួចរត់យ៉ាងលឿនឆ្ពោះទៅរកភូមិវិញទាំងគ្មានស្បែកជើងអាខ្មៅនិងអាទឿសោយឡើងជុកពួកតែពួកគេមិនឈប់ត្រឹមហ្នឹងទេគឺរត់ដេញតាមពីក្រោយទៀតពួកគេចង់ឲ្យអាភីរៀងចាលនឹងការដើរបោកប្រាស់អ្នកភូមិទៅតទៀត
កណ្ងពេលកំពុងរត់អាភីបានឃើញស្រះទឹកមួយនៅខាងមុខក៏សម្រេចចិត្តលោតចូលដើម្បីគិតពីខ្មោចតែសំណាងមិនល្អស្រះនោះជាស្រះភុកដែលសម្បូរទៅដោយស្លែនិងត្រីអណ្ដែងក្រញីងគាត់ងើបឡើងវិញទាំងខ្លួនប្រានខ្មៅសាឡៅដោយធ្យូងអាទឿដែលក្របភួយសោះឈួនមកស្រះធ្វើជាយំសោកបោកខួនឲ្យអាភីកាន់តែភ័យអាភីហែលឆ្លងស្រះទឹកនោះទាំងត្រដរខ្យល់ហាក់ដូចជាកំពុងប្រកួតកីឡាហែលទឹកអូឡ িম্প ិកគាត់គិតតែម្យ៉ាងគត់គឺត្រូវតែរួសឲ្យផុតពីយប់នេះពេលឡើងពីទឹកវិញអាភីរត់សំដៅទៅរកផ្ទះរបស់គាត់តែភ្លេចមើលផ្លូវក៏ជ្រុលជើងធ្លាក់ចូលធ្លុកជ្រូកមេមួយភូងដែលកំពុងដេកលក់ភ្ញាក់ផ្អើលស្រែកឡូឡាពេញត្រង់ទាំងអស់អាភីដេកនៅក្នុងភុកជ្រូកទាំងអារម្មណ៍អស់សង្ឃឹមនិងស្អុយខ្លួនបំផុតអាខ្មៅអ្នកអាទឿរត់មកដល់រីបោកភួយសេចចេញសោយចំអកអាភីយ៉ាងខ្លាំងអាភីងើបក្បាលឡើងមើលមុខមិត្តភ័ក្តិទាំងពីររួចដឹងខ្លួនភ្លាមថាខ្លួនឯងចាញ់បោកគេហើយគាត់ខឹងផងអស់សំណើចង់យំផងព្រោះខ្លួនជាគ្រូទាបែរជាត្រូវគេបោកវិញស្រាប់តែឆ្កែនៅក្រឹមភូមិលឺសំឡេងឡូឡាក៏នាំគ្នាព្រួតដេញខំអ្នកទាំង3នោះផ្អោលពេញភូមិអាភីអាខ្មៅនិងអាទឿរត់ដេញជើងគ្នាចេញពីធ្លុកជ្រូកទាំងខ្លួនប្រានមិនស្អាតតតែសោះអ្នកភូមិម្នាក់បើកបង្អួចមើលទាំងឆ្ងល់ថាមានរឿងអីកើតឡើងពាក់កណ្ដាលអាធ្រាត្រជាចំកាត់ឲ្យអាភីត្រូវរត់គេចពីឆ្កែខំរហូតដល់ឡើងដើមថ្នត់មិនហ៊ានចុះវិញតល់តាភ្លឺអាខ្មៅនិងអាទឿត្រូវប្រពន្ធជេរប្រយឹបជ្រៅឲ្យមិនចូលដេកបែរជាមកលេងបោកប្រាស់គ្នារឿងនេះបានคล้ายជាប្រធានបទសើចចំអកវិញភូមិហើយអាភីក៏លែងហ៊ានធ្វើគ្រូទាបោកគេទៀតដែរ